ឆ្នាំថ្មី2021បានមកដល់ទៀតហើយខ្ញុំបានបង្កើតវីដេអូបណ្ដាសិនជាថ្មីម្ដងទៀតហើយដែលវីដេអូនេះពិតជាលុយមែនតើដែលខ្ញុំបានធ្វើជា director នៅក្នុង project ធ្វើការជាមួយនឹង team ផងដែរជាដំបូងពួកយើងបានជជែកគ្នាទៅលើ concept វីដេអូដែលយើងចង់បង្ហាញ concept អំពីការ promote Royalty App ដែលពួកយើងបានគិតជុំគ្នាអំពី concept មួយនេះផងដែរហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយអំពី concept ខ្លះៗនៅការបង្ហាញក្នុងនាមខ្ញុំជា director នៅក្នុង project ផងដែរឬក៏ថតបែបណាសម្រាប់ការងារក្នុងនាមជា director និង assistant និង team ដើម្បីបង្ហាញគាត់នៅពេលដែលមុននឹងថតថាតួអង្គនេះត្រូវស្លៀកបែបម៉េចតួអង្គនេះត្រូវបែបនេះឬក៏យើងថតបែបណាងាយស្រួលនឹងការលេច team ឬក៏ធ្វើការឲ្យបាន smooth ល្អជាងមុនអញ្ចឹងនេះជាចំណុចខ្លះៗដែលខ្ញុំយល់ដឹងអំពីការធ្វើវីដេអូ production ហើយជាលើកដំបូងដែរដែលខ្ញុំបានធ្វើជា director នៅក្នុង project នេះផងដែរអញ្ចឹងសម្រាប់ concept នេះដែរគឺខ្ញុំចង់បកស្រាយអំពីតួអង្គនៅក្នុងវីដេអូរបស់យើងគាត់គឺជាមនុស្សស្រីដែលគាត់ចូលចិត្ត shopping ហើយយើងក៏បានតុបតែងគាត់បែប high soul លក្ខណៈថាគាត់ shopping ពីហាងមួយទៅហាងមួយ and enjoy នៅក្នុង shopping mall គឺវីដេអូហ្នឹងគឺបែបសប្បាយឬក៏បែប enjoy សម្រាប់ promote ទាក់ទងនឹង concept branding របស់យើងផងដែរដែល concept ហ្នឹងមានថាតួអង្គស្រីរបស់យើងហ្នឹងនៅពេលដែលគាត់ទិញខោអាវចំណាយទឹកប្រាក់ចំនួន50ឬក៏200អីទៅគាត់នឹងទទួលបានភ័ណ្ឌចំនួន50ឬក៏200ទៅតាមទឹកលុយដែលគាត់ចំណាយនៅក្នុងហាងមួយដោយសារតែគាត់មាន app ជា monetary app ហ្នឹងដែល Royalty app ហ្នឹងគឺមានរង្វាន់ដើម្បីសន្សំភ័ណ្ឌសម្រាប់ដូររង្វាន់មានទូរស័ព្ទមានអីជាច្រើនទៀតគឺយើងចង់ប្រមូលបែបហ្នឹងហើយនេះជា concept ខ្លះនៅពេលដែលយើងមុននឹងថតក៏យើងបានទៅមើលទីតាំងស្កតទីតាំងស្កត location នឹងមើលពីប្លង់ថតសម្រាប់ឲ្យការងារ DOP សម្រាប់គាត់ថតផងដែរក្នុងនាមខ្ញុំជា director ខ្ញុំនឹងទៅមើលទីតាំងផ្ទាល់ដើម្បីឆែកមើលថាតើយើងគួរតែថតប្លង់បែបណាតើពេលវេលាដែលយើងថតហ្នឹងគឺបែបណាសម្រាប់រៀបចំ production team ថតរបស់យើងផងដែរបន្ទាប់ពីខ្ញុំបានរៀបជា storyboard timeline ថតហើយខ្ញុំក៏បានគិតអំពី requirement របស់យើងទាក់ទងការថតរបស់យើងដែរហើយយើងមាន budget សម្រាប់ការថតហ្នឹង production ឬក៏ភ្លើងក៏កាមេរ៉ាក៏គ្នាដែលយើងអាចចូលរួមគឺមានចំនួនប៉ុណ្ណាដែលយើងអាចធ្វើទៅបានសម្រាប់ការរៀបចំវីដេអូនេះផងដែរគឺមានតួជាច្រើនជាតួក្នុង team របស់យើងហើយក្នុងនាមខ្ញុំជា director ក៏ខ្ញុំមាន assistant របស់ខ្ញុំដែរគឺ Dari ហើយនិង DOP គឺបងពុជហើយនិងមកសុកក៏គាត់ជា DOP មួយដែរគឺដើម្បីជារួមចំណែកในការថតរបស់យើងហើយនិង Brother Sokia ក៏ខាង live stream អញ្ចឹងរៀបចំហើយនឹងមានគ្នាយើងជាច្រើនទៀតសម្រាប់តាក់ទងការងារ promote វីដេអូ concept របស់យើងផងដែរដែលយើងធ្វើការជាមួយនឹង team អញ្ចឹងចាប់ដើម scene ដំបូងរបស់យើងហ្នឹងគឺយើងថតនៅ Legend by Eye ដោយសារតែ scene ពេលព្រឹករបស់យើងហ្នឹងគឺយើងរៀបចំនឹងសិនដោយសារតែចាប់ពីពេលវេលាម៉ោង 9 ក៏ម៉ោង 10 គឺមានភ្ញៀវគាត់មកអញ្ចឹងយើងត្រូវថតនៅក្នុង hall មុនគេគឺ concept របស់យើងហ្នឹងគឺចង់និយាយពីតួអង្គស្រីនៅប្របពីគាត់ shopping កៅអៅហើយគាត់បានenjoy នៅមើលកុនអញ្ចឹងកន្លែងមើលកុនហ្នឹងដែរពេលដែលយើងទិញសបុតកុនចំនួនប្រមាណគឺវាបានភ័ណ្ឌប៉ុណ្ណឹងនិយាយទៅនៅពេលដែលយើង shopping នៅក្នុងផ្សារទំនើប 2.1 Mega Mall ហាងមួយទៅហាងមួយគឺយើងទទួលបាន receipt ហ្នឹងដើម្បីដូរយក1000អ្នកដែលមានជា monetary app ដែល Royalty app នឹងផងដែរដែលសិនទៅខ្ញុំចង់ឲ្យគាត់មើល enjoy មើលកុនស្បាយហើយមានតួអង្គគ្នាយើង2 3 នាក់ដើម្បីជា extra តួហើយនឹងកន្លែងហ្នឹងដែរខ្ញុំតាក់ទងថតហ្នឹងគឺយើងថត POV ដែលសប្បាយហើយ and មានភ្លើងជុំវិញបែប mood and tone សប្បាយបន្ទាប់ពីយើងបានថតនៅ location Legend by Eye ហើយក៏យើងបាន move ទៅថតខាងក្រោមនៅហាង Hara Cafe យើងថតទៅតាម timeline នេះក៏ storyboard របស់ខ្ញុំដែលខ្ញុំបានរៀបចំហ្នឹងដែលការងារនេះផងដែរគឺដោយជា assistant របស់ខ្ញុំបានរៀបចំតួហើយនឹង production team ហ្នឹងគាត់ឲ្យ move ទៅក្រោមដើម្បីទៅរៀបចំតាក់ទងថតរបស់យើងអញ្ចឹង scene ដំបូងដែលបើកក្បាលនៅវីដេអូរបស់យើងហ្មងគឺជា White shot ដែលយើងចង់បង្ហាញអំពីការ shopping mall ដែលមានគ្នាយើងក៏ដើរចូលក៏មានតួអង្គច្រើនដើរចូលនៅក្នុង shopping ហ្នឹងដើម្បីគាត់ធ្វើការ shopping ឬក៏គាត់ញ៉ាំអាហារក៏មើលកុនដើម្បីជាការ concept មួយដែរជាផ្នែកល្អមួយដែរផងដែរបន្ទាប់ពីយើងបានថតប្លង់ដំបូងហើយក៏យើងបានថតប្លង់បន្ទាប់ពីនៅមុខហាង Hara Cafe ដែលមានតួអង្គស្រីហ្នឹងគាត់ចិត្តទូរស័ព្ទ and គាត់ចិត្តនៅមើល app របស់យើងហើយ and then ក៏គាត់ឃើញហាង Hara Cafe ហ្នឹងគឺជា favorite ហាងរបស់គាត់ដែលគាត់ចង់ទិញខោអាវដើម្បី shopping ហើយគាត់យើងយក style បែប wow អញ្ចឹងណាហើយក៏យើងមានtech ខាងក្រោយដែរទៅជា branding Hara Cafe ហើយបន្ទាប់មកក៏យើងធ្វើ anime ដើម្បីគាត់ shopping ខោអាវដែលគាត់ចង់បាននៅពេលដែលគាត់ទិញខោអាវហើយគឺគាត់ចំណាយទឹកប្រាក់
ចំនួនដែលចាប់ពី$100ក៏200ដើម្បីផុតអាប់ភ័ណ្ឌដែលគាត់ចំណាយនឹងទទួលបាន receipt ហ្នឹងហើយតមកក៏មានតួអង្គមួយហ្នឹងគាត់ឆ្ងល់គាត់តួអង្គផ្សេងៗគាត់ឆ្ងល់ថាតើនៅលើក្បាលរបស់គាត់ហ្នឹងតើមានផុតអាប់អីប្លែកចឹងណាគាត់ឆ្ងល់ហើយបានគាត់ទិញកៅអៅហ្នឹងបានចំនួនផុតអាប់ភ័ណ្ឌឬក៏ខន់នៅលើក្បាលគាត់ហ្នឹងដោយសារពួកគាត់គឺអត់មាន app នៅក្នុងដៃទេវាថាយើងចង់ប្រផុស concept ថាមានតួអង្គមួយគាត់មាន app តួអង្គផ្សេងៗទៀតគាត់អត់មាន app ទេអញ្ចឹងមានថាពេលដែលតួអង្គមាន app គឺគាត់ចំណាយទឹកប្រាក់គាត់ទទួលបាន receipt ហើយដូរយក point ឬក៏នៅក្នុង app របស់យើងបើសិនជាផ្សេងៗទៀតដែលអត់មាន app ទេគាត់អត់មានទទួលបានទេនៅពេលដែលគាត់ទិញបន្ទាប់ពីយើងបានថនហើយអស់ហើយក៏យើងបាន move មកសតទៅមកសតដោយសារតែ concept របស់យើងគឺជា concept មួយរៀងស្តីៗគ្នាទេយើងខុសពី concept Legend by Eye តែគាត់មើលកុនហើយនឹងកន្លែងញ៉ាំអីនៅ Mastercard ហ្នឹងគាត់ដូចគ្នាគាត់ enjoy សប្បាយនិយាយទៅតួអង្គរបស់យើងគឺគាត់ feeling ថាសប្បាយគាត់ដើរលេងមួយថ្ងៃពេញនៅក្នុងសាជាម៉ោង2.1 Mega Mall ហ្នឹងគាត់បាន shopping កៅអៅហើយនឹងមើលកុនហើយនឹងបានញ៉ាំអីផងដែរបន្ទាប់ពីញ៉ាំអីហើយក៏បានដើរចេញសម្រាប់ production team របស់យើងដែរក៏យើងបានថតតាក់ទងនឹងការយក Sony A7 IV ហើយនឹងភ្លើង4គ្រាប់ហើយនឹង gimbal ក៏បដាសាផ្សេងៗដើម្បីធ្វើវីដេអូរបស់យើងផងដែរបន្ទាប់ពីថតហើយក៏យើងបានចំណាយពេលមួយថ្ងៃដើម្បីថតនឹងហើយពេលដែលយើងថតក៏យើងpost production គឺតាក់ទងនឹងការកាត់ឬក៏ការធ្វើ anime គឺខ្ញុំក្នុងនាមខ្ញុំជា director ខ្ញុំបាន lead តាក់ទងនឹង project នេះផងដែរគឺធ្វើ anime ថាយើងចង់បាន style បែបណាឬកាត់បែបណាហើយសម្រាប់ project របស់នេះដែរគឺខ្ញុំជាអ្នកកាត់សម្រាប់ការធ្វើ project នេះផងដែរហើយតាក់ទងនឹងការកាយ color គឺយើងបែប color រៀងធម្មជាតិតិចវារៀងស្អាតដើម្បីឃើញតួរបស់យើងផុសអាប់ជាងមុនជាងគេអញ្ចឹងហើយក៏អរគុណ team ផងដែរដើម្បីចូលរួមការថត project នេះផងដែរហើយសង្ឃឹមថាមាន project ក្រោយៗទៀតពួកយើងនឹងបានថតជុំគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាពេញចិត្តនៅវីដេអូបែបអញ្ចឹងទៀតកុំភ្លេចចុច like and share ជួបគ្នានៅវីដេអូក្រោយទៀត See you next time bye bye